សូម្បីតែពុះដូងក៏ត្រូវការជំនាញពុះទម្រាំបានមួយផ្លែនេះក៏អាចលក់នៅក្នុងតម្លៃថ្លៃគាត់មិនមែនពុះធម្មតាដូចយើងគ្រាន់តែយកទឹកពិសារួចចប់នោះទេចាវិធីពុះរបស់គាត់នឹងចាំមើលទៅដូចស្រួលទេប៉ុន្តែបើសិនជាឲ្យធ្វើប្រហែលជាធ្វើមិនបានដូចគាត់នេះគឺជាជំនាញមួយដែលអាចប្រកបរបរទោះបីជាដូងមួយផ្លែយើងបេះពីដើមអាចលក់ធម្មតា3000ឬ4000ប៉ុន្តែបើសិនជាពុះរបៀបដូចគាត់នេះអាចលក់នៅក្នុងទីផ្សារ10000ឬក៏12000ក៏បានដែរក្រៅពីពុះស្អាតហើយក៏មានការវេចខ្ចប់ត្រឹមត្រូវអ្នកទិញគាត់ញ៉ាំទៅស្រួលហ្មងគាត់មិនបាច់ខ្វល់ខ្វាយហើយក៏មានការរក្សាអនាម័យអាជីវកម្មខ្លះរបស់ដូចគ្នាប៉ុន្តែតម្លៃខុសគ្នាដោយសារតែខុសគ្នាបន្តិចនេះសូម្បីតែពុះដូងក៏ត្រូវការជំនាញពុះទម្រាំបានមួយផ្លែនេះក៏អាចលក់នៅក្នុងតម្លៃថ្លៃគាត់មិនមែនពុះធម្មតាដូចយើងគ្រាន់តែយកទឹកពិសារួចចប់នោះទេចាវិធីពុះរបស់គាត់នឹងចាំមើលទៅដូចស្រួលទេប៉ុន្តែបើសិនជាឲ្យធ្វើប្រហែលជាធ្វើមិនបានដូចគាត់នេះគឺជាជំនាញមួយដែលអាចប្រកបរបរទោះបីជាដូងមួយផ្លែយើងបេះពីដើមអាចលក់ធម្មតា3000ឬ4000ប៉ុន្តែបើសិនជាពុះរបៀបដូចគាត់នេះអាចលក់នៅក្នុងទីផ្សារ10000ឬក៏12000ក៏បានដែរក្រៅពីពុះស្អាតហើយក៏មានការវេចខ្ចប់ត្រឹមត្រូវអ្នកទិញគាត់ញ៉ាំទៅស្រួលហ្មងគាត់មិនបាច់ខ្វល់ខ្វាយហើយក៏មានការរក្សាអនាម័យអាជីវកម្មខ្លះរបស់ដូចគ្នាប៉ុន្តែតម្លៃខុសគ្នាដោយសារតែខុសគ្នាបន្តិចនេះសូម្បីតែពុះដូងក៏ត្រូវការជំនាញពុះទម្រាំបានមួយផ្លែនេះក៏អាចលក់នៅក្នុងតម្លៃថ្លៃគាត់មិនមែនពុះធម្មតាដូចយើងគ្រាន់តែយកទឹកពិសារួចចប់នោះទេចាវិធីពុះរបស់គាត់នឹងចាំមើលទៅដូចស្រួលទេប៉ុន្តែបើសិនជាឲ្យធ្វើប្រហែលជាធ្វើមិនបានដូចគាត់នេះគឺជាជំនាញមួយដែលអាចប្រកបរបរទោះបីជាដូងមួយផ្លែយើងបេះពីដើមអាចលក់ធម្មតា3000ឬ4000ប៉ុន្តែបើសិនជាពុះរបៀបដូចគាត់នេះអាចលក់នៅក្នុងទីផ្សារ10000ឬក៏12000ក៏បានដែរក្រៅពីពុះស្អាតហើយក៏មានការវេចខ្ចប់ត្រឹមត្រូវអ្នកទិញគាត់ញ៉ាំទៅស្រួលហ្មងគាត់មិនបាច់ខ្វល់ខ្វាយហើយក៏មានការរក្សាអនាម័យអាជីវកម្មខ្លះរបស់ដូចគ្នាប៉ុន្តែតម្លៃខុសគ្នាដោយសារតែខុសគ្នាបន្តិចនេះសូម្បីតែពុះដូងក៏ត្រូវការជំនាញពុះទម្រាំបានមួយផ្លែនេះក៏អាចលក់នៅក្នុងតម្លៃថ្លៃគាត់មិនមែនពុះធម្មតាដូចយើងគ្រាន់តែយកទឹកពិសារួចចប់នោះទេចាវិធីពុះរបស់គាត់នឹងចាំមើលទៅដូចស្រួលទេប៉ុន្តែបើសិនជាឲ្យធ្វើប្រហែលជាធ្វើមិនបានដូចគាត់នេះគឺជាជំនាញមួយដែលអាចប្រកបរបរទោះបីជាដូងមួយផ្លែយើងបេះពីដើមអាចលក់ធម្មតា3000ឬ4000ប៉ុន្តែបើសិនជាពុះរបៀបដូចគាត់នេះអាចលក់នៅក្នុងទីផ្សារ10000ឬក៏12000ក៏បានដែរក្រៅពីពុះស្អាតហើយក៏មានការវេចខ្ចប់ត្រឹមត្រូវអ្នកទិញគាត់ញ៉ាំទៅស្រួលហ្មងគាត់មិនបាច់ខ្វល់ខ្វាយហើយក៏មានការរក្សាអនាម័យអាជីវកម្មខ្លះរបស់ដូចគ្នាប៉ុន្តែតម្លៃខុសគ្នាដោយសារតែខុសគ្នាបន្តិចនេះ